អូខេតើយើងធ្វើម៉េចបានដឹងថាវាជា real break ហើយវាជា fake break អញ្ចឹងតើតើនឹងចំណុចហ្នឹងគឺយើងពិបាកនិយាយមែនតើណាពិបាកនិយាយមែនតើយើងក៏ពិបាកស្មានថាអាហ្នឹងវាជា real break ឬក៏ fake break ប៉ុន្តែវាមានចំណុចតូចមួយចំនួនដែលយើងគួរដឹងណាហើយមាន rule មួយចំនួនដែលយើងត្រូវដើរតាមឲ្យជាប់អាហ្នឹងទើបយើងអាចការពារ fake break និង real break បានអញ្ចឹងដូចជាក់ស្ដែងដំបូងបំផុតយើងត្រូវមើល zone ranging អញ្ចឹងដើម្បីដឹងថាវា real break និង fake break យើងត្រូវដឹង ranging សិនណា ranging មានន័យថាផ្សារវាឡើងចុះនៅតំបន់ហ្នឹងណាវាឡើងចុះឡើងនៅតំបន់ហ្នឹងវាអត់ទៅណាអញ្ចឹងអាហ្នឹងយើងហៅថា ranging អញ្ចឹងយើងគូ range មកយើងគូលើមួយណាហើយនឹងគូក្រមួយមកចន្លោះដែលផ្សារវាប៉ះណាយើងគូជាប្រអប់កុំគូជាបន្ទាត់យើងគូជាប្រអប់ចេះល្អជាងណាអញ្ចឹងទីមួយយើងត្រូវកំណត់ range ហ្នឹងសិនតើ range ហ្នឹងធំឬក៏តូចបើសិនជា range ហ្នឹងតូចឧទាហរណ៍ថានេះយើងមើល time frame 1ម៉ោងអញ្ចឹងណាបើ range ហ្នឹង range តូចទេអញ្ចឹងអាហ្នឹងយើងអាចមើល4ម៉ោងបានណាឧទាហរណ៍ range ហ្នឹង1ម៉ោងអញ្ចឹងយើងអាចចូលទៅមើល4ម៉ោងហើយយើងចាំ candlestick 4ម៉ោង break ហើយបិទទៀននៅលើហ្នឹងឬក៏នៅក្រោមហ្នឹងអានេះយើងចាប់ទុកថាវាជា real break ឬក៏ fake break ប៉ុន្តែវានៅតែអាច fake បានទេណាវានៅតែអាច fake បានប៉ុន្តែអាហ្នឹងជាវិធីមួយដែលយើងអាចកាត់បន្ថយបានហើយបើជា range នឹង4ម៉ោង range នឹង4ម៉ោងយើងអាចចាំមើល daily មកណាយ៉ាងម៉េចមើល daily កុំមើលការ break តូចជាង time frame ឧទាហរណ៍ថា0ដែលយើងគូនេះ4ម៉ោងស្រាប់តែ time frame 1ម៉ោងណាសាថ្មីអានេះឧទាហរណ៍នេះ time frame 1ម៉ោងបិទទៀននៅលើហ្នឹងហើយ pull back មកវិញយើងយកអានឹងអត់ល្អទេនឹងអត់ល្អទេតិចបំផុតគឺថា4ម៉ោងហ្នឹងដែរណាតិចបំផុតក៏ចាំ4ម៉ោង break ដែរណាអញ្ចឹងកុំយកការ break time frame តូចជាង0ហ្នឹងយកជាការណាយកជាការអញ្ចឹងឧទាហរណ៍ថា range នេះជា range 4ម៉ោងអញ្ចឹងយើងត្រូវចាំ4ម៉ោងឬក៏ daily break ដែរណាបើ zone ហ្នឹង daily យើងត្រូវចាំ daily ឬក៏ weekly break អញ្ចឹងដែរអញ្ចឹងដូចនេះចឹងដូចព្រេងចឹងព្រេងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅវាជា range for weekly ទេមិនមែន range for daily ទេប៉ុន្តែជាក់ស្ដែង weekly ក៏វា break ដែរណា weekly ក៏វា break ដែរអញ្ចឹងខ្ញុំយក daily ខ្ញុំមើល daily ទៅណាអញ្ចឹងបើសិនជាវា pull back ទៅកន្លែងហ្នឹងវិញទី2ដើម្បីឲ្យជួយយើងបានថាវាជា fake break អាកន្លែងនេះកន្លែងវា pull back ហើយយើងចាំរក confirm sell ណាកន្លែងហ្នឹងក៏យើងជួយបានមកតង់ដែរបើសិនជាគ្រាន់តែ break ភ្លាម pull back យើង sell វាអាចទៅលើណាវាអាចទៅលើប៉ុន្តែបើយើងរងចាំ confirm វាអាចរៀងសាំញ៉ាំបន្តិចមែនប៉ុន្តែវាជួយណាវាជួយយើងឲ្យការពារបានច្រើនដូចគ្នាណាបានច្រើនដូចគ្នាអញ្ចឹងអាហ្នឹងវាជាចំណុចសំខាន់តិចតួចតទៅនឹងការពាររវាង fake break និង real break ណាអា fake break ហ្នឹងយើងហៅថា stop hand ក៏បានដែរណាវាតែមួយឯង